វីដេអូនេះចង់ឆ្លើយតបជាមួយនឹងអបិតារាពេលនេះបន្តិចដែលការពីមានរឿងកាត់ឡើងត្បូងត្បូងរវាងកម្ពុជាថៃរឿងព្រំដែនហ្នឹងយើងប្រជាប្រដ្ឋកម្ពុជាហ្នឹងក៏យើងពាក់ហិការឈប់ប្រើប្រាស់ផលិតផលថៃឈប់មើលរឿងថៃក៏ដូចជាហងកុនផ្សេងៗនេះឈប់ចាក់រឿងថៃអីអញ្ចឹងណាអញ្ចឹងអបិតារាពេលហ្នឹងតារាពីលហ្នឹងគឺខ្ញុំចង់និយាយថាគាត់ហ្នឹងគឺជាតារាដែលសម្ដែងតែតួពីលទេតែខ្ញុំគិតថាគេប្រហែលជាមើលដឹងហើយថាគាត់ចរិតពីលបានគេឲ្យសម្ដែងតែតួពីលអញ្ចឹងត្រូវហ្មងត្រូវមែនតើត្រូវមួយចរិតខ្លាំងណាព្រោះពីលមែនតើសម្ដីក៏ពីលដែរអញ្ចឹងអបិពីលហ្នឹងគឺគាត់បានផុសនៅក្នុងបណ្ដាញសង្គមតខ្លួនរបស់គាត់ថាអញ្ចឹងឃើញខ្មែរហ្នឹងពាក់ហិការច្រើនណាឈប់ប្រើផលិតផលថៃឈប់មើលរឿងថៃអីអញ្ចឹងណាក្នុងនាមគាត់ជាជនជាតិថៃហ្នឹងគាត់ក៏ចង់ពាក់ហិការដែរតែគាត់គ្មានអីពាក់ហិការគេដូចជាចង់ឈប់មើលរឿងខ្មែរតែគាត់មិនដែលមានរឿងខ្មែរណាឲ្យគាត់មើលហងត្រូវដែរតាត្រូវដែរប៉ុន្តែអត់ទាន់ត្រូវមែនតើទេចាំបន្តិចត្រូវលើហ៎អូនទៀតគាត់និយាយថាចង់ឈប់ប្រើផលិតផលខ្មែរតែដូចជាគ្មានផលិតផលខ្មែរណាគួរឲ្យគាត់ឈប់ប្រើផងអីអញ្ចឹងណាអញ្ចឹងគាត់ចង់ពាក់ហិការដែរតែដូចអត់មានអីត្រូវពាក់ហិការចុចចឹងទៅខ្ញុំគិតថាអញ្ចឹងមិនមែនតែតារាពីលម្នាក់ហ្នឹងទេតែតារាជាច្រើនទៀតក៏ដោយឬក៏ជនជាតិថៃភាគច្រើនក៏ដោយខ្ញុំគិតថាចាំបាច់ដល់ថ្នាក់មកពាក់ហិការពាក់ព័ន្ធនឹងរបស់ប្រើប្រាស់រឿងរ៉ាវចម្រៀងឬក៏របស់ស្អីដែលពាក់ព័ន្ធជាមួយខ្មែរទេអ្វីដែលជនជាតិថៃត្រូវពាក់ហិការធំជាងគេបំផុតហើយដំបងគេបំផុតអានេះគេហៅថាគោលធ្វើអាហ្នឹងឲ្យបានមុនសិនចាំគិតរឿងផ្សេងគឺជនជាតិថៃដែលវង្វេងប្រវត្តិសាស្ត្រទាំងឡាយសូមមេត្តាធ្វើពាក្យហិការឈប់ធ្វើចោលលួចទឹកដីខ្មែរសិននៅចាំពាក្យហិការឈប់ធ្វើចោលលួចទឹកដីខ្មែរបានហើយចាំមើលនិយាយគ្នារឿងផ្សេងទៀត